Sao mới chết nữa là không cao hơn ở này nhỉ? Cái kho máu. Ở đây ở nơi nhôm hòn. Ở đây dương trên vì cái này bánh chèo là từ nhầm bánh chèo nó màu bánh nhảy màu bọt đầm thằng cà roi lục ta tập bòn nhung bình ta đâm bong nhung ấy con chơi sông sục sập bài nàng là hên hên Rosie tu tiên miền ban đủ đồ đai ai chỉ có cầm rồi luôn chụp chơi càng điรีบจำราญสุขใจสาธุ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 คนประกาศการคนใจเองไงนี่บ้านมาดอบัตตบอไงเจ๊เอาcái bụngเจ๊ buồn rồi. Sao mới chết nữa là không cao hơn ở này nhỉ? Cái kho máu. ở đây ở nơi nhôm hòn tục đặt là khăn showroom Toyota ខេត្តបាត់ដំបង clean ណាបងប្អូនស្អាតអនាម័យយកមកជួយឈ្មោះក្រអូបមកគេមានអានេះបន្ទប់ទឹកស្រីមានពីរបន្ទប់ចូលទៅនឹងស្ងួតចាស់ទុកទឹកពេលអីឲ្យបានស្អាតប៉ុណ្ណឹងល្អណាស់សូមជួយសន្សំទឹកសូមជួយសន្សំសំចៃទឹក save water yes ជួយសន្សំសំចៃទឹកគេមានកដាអត់អរគុណជួយស្អាតភ្លឹងភ្លឹងមកបន្ទប់ទឹកគេអញ្ចឹងសូមជួយរក្សាអនាម័យនៅពេលដែលឃើញបន្ទប់ទឹកស្អាតកុំក៏ក្លែកក៏ខ្លាក់ឲ្យសោះនេះបន្ទប់ទឹកគាត់ស្អាត clean ណាចូលមកក៏អូបមកនេះគេដាក់សូមជួយសន្សំសំចៃទឹក save water ហ្នឹងហើយបើទឹកល្មមបានហើយមកល្មមស្អាតហើយក្នុងនេះក៏ស្អាតដែរតែអត់ចង់បើកឲ្យមើលហើយចេញទៅវិញគេដាក់សូមបិទភ្លើងមុនចាក់ចេញ lie down ហ្នឹងហើយជួយសន្សំចៃដើម្បីប្រទេសជាតិយើងរីកចម្រើនទាំងអស់គ្នាshowroom តូយតានេះហើយឡា Revo Rally អាយ2025អានេះ2000អានេះ2025អានោះ2020អា2026នោះ2027នេះអានេះថ្មីអានេះ V Edition អានេះ L Edition อันนี้ rally rally อันนี้ไม่แกดัก LED ขึ้นนะน้องอันนี้ตะมวยได้ไหมĐôi sân biết đôi miệng ngõ này. Đôi chân tầm mũi mình sân bắt miệng ngõ. Tết อันนี้ rally Toyota rally ไอ้ Travo ได้ไหมนะ Travo อันนี้ใครจริงแกrally เนี่ย
51,100 cái đô một rau đấy cứ ហើយអានេះធូរថ្លៃជាងគេ Edition 39,900 Edition អានេះ V Edition នេះ 46,500 ពណ៌សកាម៉ៃអានេះអត់មាន Smart Key ទេធូរហ្នឹងដោយសារវាអត់មាន Smart Key បើអានេះពីរនេះវាមាន Smart Key option តែមួយឯងគ្រាន់តែមួយ Smart Key អាមួយអត់ Smart Key បបផាក់ ពីចប់ខាតអាប្រើគាត់ប្រើកន្លះគីឡូកាច់ពីពីយើង នេះបងឯ យកកន្លះគីឡូកាច់ពីថ្ងៃក្រោយយើងសុខប្រើទៀតអញ្ចឹងណា ដូងខ្ទិះនៅខេត្តបាត់ដំបងឈុតទូច 16,000 អាមនុស្សយើងអាចដាក់មកនេះទៅអានោះយើងក៏ដាក់កន្លះលីត្រទៅហើយនឹង40,000យើងហ្នឹងយើងអាចប្រើនេះទៅ40,000យើងមានអីទៅបងយកទៅឲ្យយក អានេះ គាត់ប្រើ1លីត្រក៏បានដែរណា ល្ងមើលដាក់គ្រឿងតិចមើលវាឆ្ងាញ់មិនទៅអានេះខ្ទិះខំធ្វើឲ្យជុលតែគេដាក់ឲ្យតម្លៃ 16,000 ដាក់ឲ្យអស់មក គាត់ប្រើ1លីត្រទៅបងយកទៅព្រឹកមិញណា អានេះមិនខ្ទិះដូងអាហ្នឹងខ្ទិះពីអាហ្នឹងខ្ទិះបោះដូងខ្ទិះជុំអានេះទឹកស្ករត្នោតឯង ចុះមិនដាក់ឡើងទឹកមកបាយមកហ៎ អានេះទឹកស្អីគេទឹកតយខ្ទិះតយដាក់ប៉ុណ្្នឹងបានណា Oh my god មកលក់អូអូមើលស្ងាញ់ទៅប៉ុណ្ណាទៅហើយដែរ តាមពិតគេអត់ទាន់ដាក់អាជីផ្អែមមកយើងណាអូមកកុំឲ្យឃើញឥឡូវយើងមកយកកុំព្យូទ័រហើយម៉ោងម៉ែនេះម៉ោង 3 ហើយមួយថ្ងៃនេះដូចជាដើរបានច្រើនកន្លែងដែរច្រើនធ្វើកុំព្យូទ័រ បន្ទាប់ពីយើងយកកុំព្យូទ័រហើយយើងចេញទៅបណ្ណាគារទិញសៀវភៅយើងចូលមកចុះហើយក្នុងហ្នឹងអញ្ចឹងយើងត្រូវតែធ្វើការងារឲ្យបានច្រើនថ្ងៃសម្រាប់មែនតែយើងបានធ្វើការងារដែរដើរលេងផងធ្វើការងារផងនេះការងារបន្ទាប់គឺប្តីរបស់នាងខ្ញុំគាត់មកបណ្ណាគារអន្តរទេវីចូលទិញ ទិញសម្ភារៈការិយាល័យនៅខាងខេត្តខ្ញុំក៏មានដែរតែខ្ញុំធ្លាប់មកទិញនៅខាងនេះយើងមកនៅខាងបាត់ដំបងនេះតម្លៃធូរថ្លៃជាងនៅខាងខេត្តខ្ញុំធូរខ្លាំងហើយមានរបស់ដូចថាសម្ភារៈដែលយើងចង់បានហ្នឹង វាមានអត់ខ្វះហើយម្យ៉ាងគាត់ជួនយើងមកដើរលេងហើយយើងអាចចូលទិញសម្ភារៈដែលយើងខ្វះខាតហ្នឹងដែលយើងរកនៅខេត្តយើងអត់មានយើងមករកនៅខាងបណ្ណាគារអន្តរទេវីនេះបានមកឧទាហរណ៍យើងបានទៅពេញអីបើយើងមានតម្រូវការចង់ទិញសម្ភារៈការិយាល័យក៏យើងចូលទៅបណ្ណាគារនៅពេញដែរតែបណ្ណាគារនៅពេញប្រហែលជាថ្លៃអញ្ចឹងយើងចូលទៅទិញនៅខាង លោកបោះ
ដុំនៅផ្សារអូស័យតម្លៃបានធូរថ្លៃចឹងណាបងប្អូនខ្ញុំដោយសារប្តីរបស់ខ្ញុំគាត់ចូលទិញគាត់ដឹងថាគាត់ត្រូវខ្វះអីចឹងគាត់ចូលទិញខ្លួនឯងគាត់ទៅរើខ្លួនឯងហើយវាមិនច្រើនទេប្រហែលទេចឹងហើយខ្ញុំនឹងអង្គុយចាំនៅក្នុងឡានលោកអីដូចជាចូលច្រើនកន្លែងដែរមិញនេះទស្សនភាពនៅទីក្រុងបាត់ដំបងឥឡូវហ្នឹងទស្សនភាពនៅទីក្រុងបាត់ដំបងយើងវាមានទស្សនភាពអាប់ដេតវិវត្តមួយកម្រិតទៅមួយកម្រិតពីមួយថ្ងៃទៅមួយថ្ងៃដោយសារខ្ញុំយូរបានមកម្ដងអញ្ចឹងអ្នកចម្ងាយតែងតែផ្លែកភ្នែកតែសម្រាប់បងប្អូននៅទីរួមខេត្តបាត់ដំបងផ្ទាល់គាត់ស៊ាំនឹងបរិយាកាសក៏ដូចជាទស្សនភាពនេះហើយគាត់គាត់ថាស្រស់ស្អាតតែខ្ញុំផ្លែកភ្នែកដូចថាពីមុនមកវាអត់សូវស្អាតអត់សូវស្រឡះឥឡូវហ្នឹងទីក្រុងបាត់ដំបងគឺមានការអភិវឌ្ឍច្រើនមានធ្វើជំរាលកន្លែងមាត់ទឹកណាជំរាលកុំឲ្យបាក់ច្រាំងហើយអានេះផ្លូវដើរហាត់ប្រាណមានសួនច្បារមានដើមឈើហើយស្ពានក៏កែសម្រួលស្អាតជាងមុនលាបពណ៌លាបអីមើលទៅថ្មីបងប្អូនចាបងប្អូនចំពោះពាក្យពេចន៍របស់នាងខ្ញុំបើមានឆ្គំអីកុំប្រកែកប្រកាន់អីអានេះខ្ញុំរៀននិយាយអត់មានសរសេរ script អីសម្រាប់និយាយទេគឺនិយាយអូតូម៉ាទិកតាមចិត្តនឹកឃើញហ្មងហើយចំពោះវីដេអូនេះបើបងប្អូនគិតថាបងប្អូនមើលទៅគឺថាធម្មតាយើងពីខេត្តមួយទៅខេត្តមួយសម្រាប់បងប្អូននៅខេត្តបាត់ដំបងគាត់បានឃើញជារៀងរាល់ថ្ងៃហើយគាត់អត់អីទេតែសម្រាប់បងប្អូនដែលអត់ដែលបានមកទីរួមខេត្តបាត់ដំបងបងប្អូនអាចមើលទស្សនភាពសម្រាប់បងប្អូនមិនធ្លាប់បានមកបាត់ដំបងថាទស្សនភាពទីរួមខេត្តបាត់ដំបងយ៉ាងណាយ៉ាងណីអីបងប្អូនមើលតាមរយៈវីដេអូរបស់នាងខ្ញុំបានចំពោះវីដេអូរបស់នាងខ្ញុំនេះខ្ញុំស្ដែងក៏ដូចជាថតឬក៏ផលិតយករូបភាពនៅវីដេអូតាមរយៈជីវភាពប្រចាំថ្ងៃគឺការងារប្រចាំថ្ងៃតែនាងខ្ញុំធ្វើសម្រាប់តែថ្ងៃសម្រាប់ទេគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យខ្ញុំអាចថតវីដេអូបានឬក៏មិនបានអីតាមពេលវេលាអញ្ចឹងខ្ញុំបានថតវីដេអូនេះគឺថ្ងៃសៅរ៍ដែលជាថ្ងៃ holiday របស់នាងខ្ញុំហើយនាងខ្ញុំមកដើរលេងជាមួយក្រុមគ្រួសារថាលក្ខណៈដើរលេងនេះមិនដើរលេងអីណាស់ទេគ្រាន់តែជាការសម្រាប់កាយាធ្វើដំណើរមកឆ្លងខេត្តដូចថាខេត្តរបស់នាងខ្ញុំនៅជិតខេត្តបាត់ដំបងដែរអញ្ចឹងនាងខ្ញុំងាយស្រួលធ្វើដំណើរកម្សាន្តរបៀបមើលទេសភាពតាមដងផ្លូវក៏ដូចជាចូលញ៉ាំអាហារពេលព្រឹកពេលថ្ងៃឬក៏ពេលរសៀលមានអាហារសម្រន់ផ្សេងៗខ្ញុំផ្ដិតយករូបភាពក៏ដូចជាវីដេអូចូលនៅក្នុងថ្ងៃសៅរ៍នឹងតែម្ដងអញ្ចឹងក្នុងវីដេអូរបស់នេះខ្ញុំប្រហែលជាវែងអនឡាញតិចឲ្យបងប្អូនហើយបងប្អូនពេញចិត្តរាល់វីដេអូរបស់នាងខ្ញុំពីសកម្មភាពដែលនាងខ្ញុំបានផ្ដិតយកមកដាក់ទៅក្នុងវីដេអូទាំងនេះសូមបងប្អូនកុំភ្លេចជួយគាំទ្រជួយ Subscribe នៅ YouTube Channel របស់នាងខ្ញុំមួយផងបងប្អូនដើម្បីឲ្យនាងខ្ញុំមានកម្លាំងចិត្តថតវីដេអូប្រចាំថ្ងៃក៏ដូចជាប្រចាំថ្ងៃសម្រាប់សៅរ៍អាទិត្យនាងខ្ញុំបានកណាអញ្ចឹងខ្ញុំនឹងថតចែកជូនបងប្អូនទស្សនាប្រកាសណាដោយសារនាងខ្ញុំទៅតែបង្កើត channel តាមពិតខ្ញុំបង្កើត channel YouTube នេះយូរហើយតែដោយសារខ្ញុំមាននៅក្នុងការងារខ្ញុំក៏បានបោះបង់ចោលនៅការថតវីដេអូតែឥឡូវនេះនាងខ្ញុំចង់ឆ្លៀតពេលដើម្បីបង្កើតជំនាញថ្មីរបស់នាងខ្ញុំដោយការថតវីដេអូបង្កើតវីដេអូផ្សេងៗពីសកម្មភាពប្រចាំថ្ងៃរបស់នាងខ្ញុំចូលក្នុង YouTube ដើម្បីជាការប្រសេះការងារការថតវីដេអូឬក៏អាប់ដេតវិវត្តនៃការថតវីដេអូការកាត់តវីដេអូនិងធ្វើវីដេអូឲ្យមានគុណភាពឡើងប្រសើរឡើងនាងខ្ញុំមិនទាន់បានរៀននៅការថតវីដេអូឬក៏កាត់តវីដេអូឲ្យមានគុណភាពនៅឡើយទេដូច្នេះហើយខ្ញុំឆ្លៀតធ្វើវីដេអូបណ្ដាសិននៅឱកាសណាដែលនាងខ្ញុំបានចូលរៀនឬក៏អាចឆ្លៀតពេលរៀននៅកន្លែងដែលបង្ហាញពីកលឹះការធ្វើវីដេអូច្បាស់លាស់អញ្ចឹងនាងខ្ញុំអាចចាប់យកងាយចាប់យក
ចឹងហើយការថតវីដេអូផុសចូល YouTube នេះគឺជាជំហានដំបូងសម្រាប់នាងខ្ញុំមិនថាពេលវេលាយូរប៉ុណ្ណាបើតាមសមត្ថភាពរបស់នាងខ្ញុំនឹងអាចចាប់បានអញ្ចឹងហើយនាងខ្ញុំត្រូវតែធ្វើវាជាប្រចាំធ្វើតែបិទពេលនេះវីដេអូរបស់នាងខ្ញុំអត់មានគុណភាពទេខ្ញុំដឹងថាវាអត់មានគុណភាពដោយសារការកាត់តរបស់នាងខ្ញុំតាមពិតខ្ញុំថតនៅកាមេរ៉ានេះគឺគុណភាពវាច្បាស់ហើយតែដោយសារបច្ចេកទេសកាត់តវាអត់សូវបានល្អខ្ញុំកាត់តតាមខ្ញុំអត់ទាន់មានអេបកាត់តឲ្យស្អាតចឹងណាហើយកាត់តនៅក្នុងទូរស័ព្ទដៃអញ្ចឹងវាអត់សូវមានគុណភាពទេតែបើយើងចាំឲ្យយើងកាត់តមានគុណភាពវាប្រើពេលយូរអញ្ចឹងហើយខ្ញុំបន្ស៊ាំឬក៏បណ្ដាលនៃការធ្វើវីដេអូរបស់នាងខ្ញុំកុំឲ្យការរងចាំខាត់ពេលវេលាពេលខ្លះពេលយើងធ្វើវាបណ្ដាលទៅនៅពេលដែលយើងជួបផ្លូវណាដែលយើងអាចធ្វើបានល្អយើងចាប់ផ្ដើមបន្ស៊ាំបណ្ដាអញ្ចឹងខ្ញុំគិតថាបងប្អូន YouTuber ផ្សេងក៏ដូចគ្នាដែរគាត់មិនចេញមកគាត់ចេះភ្លាមទេគាត់កាលពីការរៀនដំបូងគាត់បន្ស៊ាំនៃការធ្វើវីដេអូដំបូងដូចជានាងខ្ញុំអញ្ចឹងទម្រាំតែគាត់បានជោគជ័យនៅវិស័យ digital មួយនេះចាបងប្អូនសូមជួយគ្រប់គ្រងលើកទឹកចិត្តរបស់នាងខ្ញុំដោយជួយ subscribe ជួយ like share comment ជាពិសេសនោះគឺជួយ subscribe channel YouTube របស់នាងខ្ញុំមួយផងដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តបង្កើននូវគុណភាពធ្វើវីដេអូឲ្យកាន់តែលឿនក៏ដូចជាកាន់តែល្អប្រសើរចានីតិនេះគឺដូចជាច្រើនហើយបងប្អូនអើយនេះទេសភាពនៅទីក្រុងបាត់ដំបងវាមានច្រើនកន្លែងទៀតតែខ្ញុំជោគចាំប្តីរបស់នាងខ្ញុំចូលបណ្ណាគារនេះគាត់កំពុងចូលទិញតែថាតិចដែរឥឡូវច្រើននៅចាំយូរប្រហែលជាអតិថិជនគាត់ច្រើនអញ្ចឹងទៅការរៀបចំអីវ៉ាន់រៀងយូរហើយគិតលុយក៏អាចរៀងយូរដែរអញ្ចឹងបន្ទាប់ពីនាងខ្ញុំបានចាំប្តីរបស់នាងខ្ញុំទិញនៅសម្ភារៈការិយាល័យហើយនាងខ្ញុំនឹងថតទេសភាពបន្តនៅក្នុងទីក្រុងបាត់ដំបងឬក៏ទីរួមខេត្តបាត់ដំបងបន្ថែមទៀតតែអញ្ចឹងពីបណ្ណាគារហើយតែផ្លិចទិញរបស់មួយអញ្ចឹងបកមកផ្លែដែរពួកឯងផ្លិចមកផ្លែតាហូរមិនតិចអញ្ចឹងបកទៅវិញទៅទិញរបស់នឹងថែមអាហារឲ្យកុំឲ្យខកជើងមកទុករេនេះទុករេសំឡូតអានេះផ្លូវអីគេប្រទេសនេះផ្លូវនៅមុខស្ទឹងបាត់ដំបងគេហៅផ្លូវលេខ1ហើយនេះគេហៅសួនសិល្បៈនិងមុខសួនសិល្បៈគេអាប់ដេតចូលសួនសិល្បៈនៅបាត់ដំបងហើយដូចនឹងពេញចឹងណាដូចនៅកន្លែងផ្លូវមុខវាំងផ្លូវ Walk Street ដល់ហើយចូលទិញរបស់មួយទៀតគេទៅចេញពីព្រឹកតាំងពីម៉ោង8កន្លះបាយព្រឹកដល់បាត់ដំបងម៉ោង2ជាងបានចូលបបរផែកហើយឥឡូវហ្នឹងគឺម៉ោងម៉ែននេះម៉ោង 3:46 នាទីហើយឥឡូវហ្នឹងម៉ោង 3:46 នាទីហើយបងប្អូនម៉ោង 3:46 នាទីហ្នឹងចិត្តម៉ោង 4 ដែរឬថាម៉ោង 4ខាងចង្រិតរបស់អូនធីរីម៉ាក់អូនធីរីថាកូនម្ដងចង់ទៅមើលកន្លែងលក់ចង្រិតម៉ាក់អូនធីរីដែរនោះគាត់ថានៅលក់មុខវាមានឯករាជ្យថ្ងៃវិញជិះកាត់នឹងម្ដងហើយតែពេលថ្ងៃម៉ោងខ្ទង់ 2:11 ចឹងទៅគាត់អត់ទាន់មកលក់អីចាំមើលទិញខ្មៅដៃក៏ដូចជាទិញសម្ភារៈការិយាល័យហើយចាំឈៀងជិះកាត់បន្តិចបាត់ទៅបាត់មកពី3ជុំហើយ ម៉ែតើទៅមើល ETR តោះយ៉ាម៉ោងប៉ះ2នាទីម៉ោង 4 នេះគេចាប់ផ្ដើមលូកបណ្ដាហើយនេះគេលូកដូច
ជាសៅរ៍អាទិត្យនេះទៀតចប់ហើយថ្ងៃ17 18ហ្នឹងចប់ហើយឥឡូវចង់ទៅមើល chỗ này đa tới ấy đa tớiបងមកឈប់នេះឲ្យ ហើយខ្លួនឯងទៅទិញកាល់តិចអី đa tới អូខេអូនេះពេលល្ងាចនេះបញ្ចប់ផ្ដើមមានមនុស្សច្រើនណែឥឡូវចុះពីឡាន ដើរចូលគេឲ្យជិះឡានចូលទេចាប់ពីមាត់ស្ទឹងនឹងទៅដល់វិមានឯករាជ្យទៅរកតូបចង្រិតអូនធីរីអានេះមញូសៀមសារមន្ទីរខេត្តបាត់ដំបងឯគេលក់ច្រើនណាស់នេះថ្ងៃមិញអត់មានអត់បើតមិនកូនអស់កម្លាំងឯកូនអស់កម្លាំងខ្លាំងឯកូននោះប៉ាមកឲ្យលឿនគេមានសិល្បៈទៀតអានេះបាត់ដំបងដួងចិត្តនេះគេហៅសួនធ្នង53ហ្នឹងប្រហែលជា53ដើមបាត់ដំបងគឺឧឡាហេនេះប្តីខ្ញុំមកយកវិញហើយប៉ុណ្្នឹងឯងបងប្អូនអើយសល់ក៏ต้องถึงមិញងាញ់ដែរតែបានភ្លុកអាយចង្រិតអូនធីរីតាមផ្លូវត្រឡប់ទៅផ្ទះវិញហើយបងប្អូនមួយថ្ងៃពេញថ្ងៃសៅរ៍ទី18 ខែ 7 ឆ្នាំ